សួស្តីបងតា system របស់យើងណាអាចកត់ត្រាព័ត៌មានអ្វីខ្លះរបស់អតិថិជនបងបាទសួស្តីសម្រាប់ AME software របស់យើងគឺយើងអាចមាន2សម្រាប់ម្ចាស់អាជីវកម្មគាត់អាចជ្រើសរើសយក general customer ដែលយើងបានបង្កើតហើយនៅក្នុង software របស់យើងគឺមានថាអតិថិជនទូទៅអញ្ចឹងប្រភេទអតិថិជនទូទៅគឺដូចជាប្រភេទអតិថិជនដែលគាត់មកទិញម្ដងហើយគឺចាប់យើងអត់មានត្រូវការ record ព័ត៌មានរបស់គាត់ទេប៉ុន្តែនៅក្នុងនឹងដែរយើងអាចមានកន្លែងadd នៅព័ត៌មានរបស់អតិថិជនដោយយើងចូលទៅក្នុងfunction customer ទីថាយើងចាត់ទុកគាត់ជាម៉ូយើងទៅគាត់រសារមកចឹងយើងត្រូវការ create customer ដើម្បីយើងចង់ដឹងថាតើអតិថិជនមួយហ្នឹងយើងអាចជួយកណនីថាក្នុងមួយខែឬក៏ក្នុង period ណាមួយក្នុងមួយឆ្នាំហ្នឹងគាត់ទិញសេវាឬក៏ទិញផលិតផលរបស់យើងអស់ចំនួនទឹកលុយប្រមាណឬក៏យើងចង់ងាយស្រួលនៅក្នុងការឆែកមើលទិន្នន័យ address របស់គាត់លេខទូរស័ព្ទ email គឺយើងមានទាំងអស់អញ្ចឹងដើម្បីបង្កើត customer info របស់យើងគឺយើងគ្រាន់តែចូលក្នុង customer មកយើងអាចចុច click new បន្ទាប់មកគឺយើងអាចវាយបាននៅទិន្នន័យឈ្មោះក្រុមហ៊ុនជាភាសាខ្មែរអង់គ្លេសឬភាសាចិនបន្ទាប់មកគឺយើងអាចបញ្ចូលនៅឈ្មោះរបស់បុគ្គលិកដែលតំណងមួយយើងហ្នឹងយើងហៅថាជា contact person បាទហើយមួយទៀតហ្នឹងគឺយើងអាច record នៅតម្លៃដែលយើងលក់ដោយសារ system របស់យើងគឺយើងអាចប្រើតម្លៃលក់រាយលក់ដុំបាទអញ្ចឹងតើ customer code ហ្នឹងយើងចង់ set តម្លៃឲ្យគាត់ហ្នឹងជាតម្លៃលក់បោះដុំឬក៏លក់រាយគឺយើងអាច set នៅនឹងផ្ទាល់តែម្ដងបាទមិនត្រឹមតែប៉ុណ្្នឹងទេគឺយើងអាចមាន customer group ដើម្បីយើងបែងចែកទៀតថាមានបុគ្គលិក sale ច្រើនអ្នកអញ្ចឹងយើងអាចបែងចែកថាឥឡូវ customer group A គឺខាង sale A គាត់អ្នកកាន់ចឹង customer group B sale B អ្នកកាន់ឬក៏យើងបែងចែកគាត់ទៅតាម customer តាមប្រភេទនៅខេត្តថាគាត់នៅខេត្តកណ្ដាលនៅពេញឬក៏ខេត្តកោះកុងអីចឹងទៅយើងអាច add បានហើយយើងអាច add email website និយាយទៅគឺព័ត៌មានសំបីតែបានបតង់បោះភ្ញៀវឬក៏ឯកសារដែលពាក់ព័ន្ធឧទាហរណ៍ថាបងប្អូនរកស៊ីត្រូវការ ID អត្តសញ្ញាណប័ណ្ណរបស់ភ្ញៀវឬក៏ passport របស់ភ្ញៀវគឺយើងអាច add តាំងហុកថតគាត់ចូលបានទៀតនិយាយទៅ file អីក៏យើងអាច add ដើម្បីយើងតទិន្នន័យរបស់ភ្ញៀវចូលទៅក្នុងនឹងដែរកន្លែងហ្នឹងឯងដែលជាចំណុចសំខាន់ដែលពេលដែលបងប្អូនប្រើ system គឺយើងបញ្ចូលទិន្នន័យតែម្ដងគឺយើងមានទិន្នន័យរបស់អតិថិជនហ្មងបើទោះបីជាបុគ្គលិករបស់យើងគាត់សម្រាកពីការងារគាត់លាឈប់ពីការងារក៏ក្រុមហ៊ុនអត់មានភ័យបារម្ភថាយើងបាត់ទិន្នន័យរបស់ភ្ញៀវដែរគឺមានគ្រប់ទាំងអស់បាទអញ្ចឹងសូមតាមប៉ុណ្្នឹងឯងហ្នឹង